mày tao mới quạt mà mày tao bơm đục quạt đi mày hả rồi mình nè bàn lợn từ chong co sầm lập luôn ấy nơi ấy lơ trong chơ đàm chặt phong này cái bầu lên này nghe nó chết luôn luôn cái bầu lên này trời màu ông mày toàn lại chín ăn mà tôi cao thầy ông bắt chim to mình ai đi là hai bị chơi buôn nữa được lương ai chưa được tao bác lan nó cao hạt món sao nó đóng phèm được ភ្ញាក់ផ្អើលប្រជាពលរដ្ឋឆោឡោប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ពាក់ព័ន្ធទៅនឹងករណីបរិសម្នាក់បានឡើងទៅចងកសម្រាប់ខ្លួនឯងនៅឯលើចុងឈើដើមឆាតផងដែរយើងមិនដឹងថាគាត់មានបញ្ហាវិបត្តិអ្វីទេបានរហូតឈានដល់ការឡើងទៅចងកសម្រាប់ខ្លួនឯងនៅខាងលើដើមឆាតនេះដែលតាមប្រភពព័ត៌មានដែលខ្ញុំទទួលបានពីកន្លែងកើតហេតុមកថាមុនពេលទៀបភ្លឺត្រឹមថ្ងៃទី30ខែមីនាឆ្នាំ2026នេះគឺគាត់បានដើររេរតាមផ្លូវហ្នឹងមិនដឹងថាមានបញ្ហាអីទេហើយរហូតមកទល់ព្រឹកបាទព្រលឹមទៅប្រជាពលរដ្ឋដើរកាត់ហ្នឹងទៅបានឃើញគាត់ចងកហ្នឹងជាមួយនឹងមេឈើដើមឆាត់នេះដែលបណ្ដាលឲ្យភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋនឹងបានប្តឹងទៅកាន់សមត្ថកិច្ចឲ្យលោកជួយអន្តរាគមន៍បាទចំពោះទីតាំងកន្លែងកើតហេតុគឺស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញភ្លាមសមត្ថកិច្ចយើងបាទគឺសមត្ថកិច្ចមូលដ្ឋានបានចូលមកដល់ទីតាំងកន្លែងកើតហេតុនឹងបានរាយការណ៍បន្តទៅខាងនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការត្រួតពិនិត្យក៏ដូចជាធ្វើកសលវិច័យទៅលើសពផងដែរបាទតាមប្រភពព័ត៌មានដែលយើងទទួលបានបន្ថែមទៀតថាបរិសុទ្ធខាងលើហ្នឹងគឺគាត់ផ្ទះគាត់ហ្នឹងគឺជួលនឹងម្ដុំនឹងទេហើយវ័យរបស់គាត់ហ្នឹងគឺ30ឆ្នាំហើយបាទដែលឥឡូវនេះឃើញថាមានវត្តមានរបស់សាច់ញាតិរបស់សពក៏បានអញ្ជើញមកដល់ទីតាំងកន្លែងកើតហេតុផងដែរហើយនៅពេលដែលសមត្ថកិច្ចលោកធ្វើកសលវិច័យត្រួតពិនិត្យរួចនឹងបកគោលសពឲ្យសាច់ញាតិដើម្បីធ្វើបន់តាមប្រពៃណីផងដែរបាទ